កាលពីខ្ញុំនៅក្មេងជីវិតនៅស្រុកស្រែពិតជាសាមញ្ញនិងពោពេញទៅដោយក្តីសុខនៅសម័យនោះមិនទាន់មានឡានច្រើនមិនទាន់មានគោយន្តគ្រប់ផ្ទះដូចសពថ្ងៃទេអ្វីដែលប្រជាជនជនបទប្រើសម្រាប់ធ្វើដំណើរនិងដឹករបស់គឺរទេះក្របីរទេះធ្វើពីឈើធំមានកង់ពីរហើយក្របីមួយគូជាអ្នកអូសទោះវាដាយឺតប៉ុន្តែវាជាផ្នែកមួយនៃជីវិតអ្នកស្រែដែលមិនអាចខ្វាក់បានឡើយខ្ញុំនៅចាំបានថារៀងរាល់ព្រឹកមុនថ្ងៃរះឪពុកខ្ញុំតែងភ្ញាក់ពីព្រលឹមដើម្បីចងក្របីនិងរៀបចំរទេះទៅវាលស្រែខ្ញុំជាក្មេងតូចម្នាក់ដែលចូលចិត្តរត់តាមឪពុកគ្រប់ពេលឃើញរទេះក្របីខ្ញុំមានអារម្មណ៍សប្បាយខ្លាំងដូចជាកំពុងឃើញរថយន្តធំមួយខ្ញុំចូលចិត្តឡើងអង្គុយលើរទេះស្ដាប់សំឡេងកង់ឈើក្រឹកពេលរទេះចាប់ផ្ដើមរត់លើផ្លូវដីផ្លូវទៅវាលស្រែពេលនោះមិនមែនជាផ្លូវបេតុងទេវាជាផ្លូវដីតូចមានភក់នៅរដូវវស្សានិងមានធូលីនៅរដូវប្រាំងពេលក្របីអូសរទេះកាត់តាមផ្លូវខ្យល់ត្រជាក់បក់ប៉ះមុខខណៈស្មៅនៅសងខាងផ្លូវរំញ័រតាមខ្យល់ខ្ញុំតែងអង្គុយលើរទេះហើយមើលទេសភាពវាលស្រែបៃតងលាតសន្ធឹងឆ្ងាយពេលខ្លះឃើញបក្សីហាយជាក្រុមពេលខ្លះឃើញអ្នកស្រុកដឹកស្មៅឬដាវទៅស្រែដោយស្នាមញញឹមសាមញ្ញអ្វីដែលខ្ញុំនឹកបំផុតគឺពេលល្ងាចក្រោយធ្វើស្រែរួចព្រះអាទិត្យលិចយឺតពីក្រោយដើមត្នោតមេឃប្រែពណ៌ក្រហមលីទឹកក្រូចយ៉ាងស្រស់ស្រាតខ្ញុំអង្គុយលើរទេះក្របីជាមួយឪពុកមើលក្របីដើរយឺតត្រឡប់មកផ្ទះសំឡេងកណ្ដឹងក្របីលាន់តង់បន្តិចជាមួយសំឡេងចាបយំនិងខ្យល់ត្រជាក់ធ្វើឲ្យបរិយាកាសស្រុកស្រែមានសន្តិភាពខ្លាំងណាស់ពេលខ្លះខ្ញុំនិងមិត្តភក្តិនៅភូមិចូលចិត្តឡើងជិះរទេះក្របីលេងយើងសើចលេងគ្នាយ៉ាងសប្បាយរហូតអ្នកភូមិខ្លះស្ទើរឲ្យព្រោះខ្លះធ្លាក់ពីលើរទេះប៉ុន្តែសម្រាប់ក្មេងៗសម័យនោះការជិះរទេះក្របីគឺជាក្តីសុខដ៏ធំបំផុតមិនចាំបាច់មានទូរស័ព្ទមិនចាំបាច់មានហ្គេមក៏យើងអាចសប្បាយបានដែរនៅរដូវជ្រូតស្រូវរទេះក្របីរវល់ខ្លាំងជាងគេវាដឹកស្រូវពីវាលមកផ្ទះដឹកអូសដឹកស្មៅនិងដឹកអ្វីគ្រប់យ៉ាងពេលរទេះផ្ទុកស្រូវពេញយើងក្មេងៗតែងឡើងអង្គុយពីលើគំនរស្រូវហើយមានអារម្មណ៍ដូចជាស្ដាច់តូចក្លិនស្រូវថ្មីលាយជាមួយក្លិនដីនិងខ្យល់ស្រាធ្វើឲ្យខ្ញុំមិនអាចបំភ្លេចបានឡើយមានពេលមួយខ្ញុំចាំបានថាភ្លៀងធ្លាក់ខ្លាំងណាស់ខណៈយើងកំពុងត្រឡប់ពីស្រែផ្លូវខ្លាយជាភុករអិលរទេះក្របីជាប់ភុកទៅមុខមិនរួចឪពុកនិងអ្នកជិតខាងជួយគ្នារុញរទេះខណៈខ្ញុំលើរទេះអង្គុយញ័រត្រជាក់ទោះពេលនោះលំបាកប៉ុន្តែគ្រប់គ្នានៅតែសើចនិងជួយគ្នាដោយមិនរអ៊ូនេះហើយជាជីវិតអ្នកស្រែដែលពោពេញដោយភាពអត់ធ្មត់និងទឹកចិត្តសាមគ្គីសពថ្ងៃអ្វីបានផ្លាស់ប្ដូរច្រើនរទេះក្របីកាន់តែបាត់ពីភូមិព្រោះគ្រួសារជាច្រើនប្រើគោយន្តនិងម៉ាស៊ីនទំនើបក្មេងចំនួនថ្មីមិនសូវស្គាល់អារម្មណ៍ជិះរទេះក្របីឬដើរតាមវាលស្រែដូចជាយើងទៀតទេផ្លូវដីដែលធ្លាប់មានស្នាមកង់រទេះក៏ក្លាយជាផ្លូវបេតុងអស់ហើយសំឡេងគ្រិចរបស់កង់ឈើក៏ឡើងសូវឮទៀតដែរប៉ុន្តែទោះពេលវេលាកន្លងផុតយូរប៉ុណ្ណាការចងចាំទាំងនោះនៅតែរត់នៅក្នុងបេះដូងខ្ញុំជានិច្ចរាល់ពេលឃើញរទេះក្របីឬឮសំឡេងកណ្ដឹងក្របីខ្ញុំតែងនឹកឃើញកុមារភាពដ៏សាមញ្ញនិងស្រស់ស្អាតវាមិនមែនគ្រាន់តែជាការធ្វើដំណើរទេប៉ុន្តែវាជាអនុស្សាវរីយ៍ជាជីវិតនិងជាវប្បធម៌របស់អ្នកស្រុកខ្មែរកាលនៅក្មេងយើងមិនមានទ្រព្យសម្បត្តិច្រើនមិនមានរបស់ទំនើបប៉ុន្តែយើងមានសេចក្តីសុខពីធម្មជាតិពីគ្រួសារនិងជីវិតសាមញ្ញការជិះរទេះក្របីតាមវាលស្រែក្រោមខ្យល់ត្រជាក់និងពន្លឺថ្ងៃលិចគឺជារូបភាពដែលខ្ញុំមិនអាចបំភ្លេចបានមួយជីវិតអតីតកាលទាំងនោះបង្រៀនឲ្យខ្ញុំស្គាល់ការខិតខំអត់ធ្មត់និងឲ្យតម្លៃលើជីវិតសាមញ្ញទោះសពថ្ងៃពិភពលោកទំនើបប៉ុណ្ណាក៏អនុស្សាវរីយ៍ជិះរទេះក្របីនៅស្រុកស្រែនៅតែជាផ្នែកដ៏កក់ក្ដៅបំផុតក្នុងបេះដូងខ្ញុំជានិច្ច